ជាមួយនឹងពាក្យស្បត់ស្បាយដែលយើងធ្លាប់បានជួបគ្នានាពេលរាត្រីក្រោមដួងខែពេញបរមីតែមាត់ស្ទឹងសង្កែពេលនេះផ្លាស់ប្រែជារាត្រីរណូយទៅវិញហើយក៏មានតែរូបបងម្នាក់ឯងអង្គុយជាមួយដានអនុស្សាវរីយ៍ដែលទើបនឹងចាប់ផ្ដើមហើយក៏ទើបតែបញ្ចប់ថ្មីនេះនឹកដល់ភ័ក្រដែលធ្លាប់ញញឹមនឹកដល់ក្លិនដែលប្រហើរជាប់ដៃនឹកដល់សម្ដីដែលធ្លាប់សាសរចប់ពេលនេះសល់តែសម្លេងតាវាយប៉ុណ្ណោះដែលកំពុងសាសងក្នុងរាត្រីដ៏ស្ងាត់នឹងចំនួនពាក្យអរាត្រីដែលបានជួបនឹងនួនល្អនៅបាត់ដំបងមាត់ដឹងក្នុងកាយើងទាំងពីរនាក់តែចាស្បត់ស្បែកក្រោមដួងព្រះខែរាំងពេញ